នាព្រឹកថ្ងៃទី23ខែមករាឆ្នាំ2025នៅទីស្តីការក្រសួងទេសចរឯកឧត្តមហ៊ូតហរដ្ឋមន្ត្រីក្រសួងទេសចរបានអនុញ្ញាតជូនលោក Francesco Belen នាយកសាលាសន្តាគារនិងទេសចរ Paul de Bruyne ចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារដើម្បីរាយការណ៍ពីសកម្មភាពសាលានាពេលកន្លងមកនិងទិសដៅការងារឆ្នាំ2025ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរកម្ពុជាសូមជម្រាបជូនថាសាលាសន្តាគារនិងទេសចរ Paul de Bruyne ត្រូវបានបង្កើតឡើងដោយអង្គការ Formation et Progress Cambodia ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ2002ដែលជាសាលាបង្រៀនផ្នែកបដិសណ្ឋារកិច្ចនិងភោជនីយដ្ឋានហើយត្រូវបានទទួលស្គាល់ជាសាលាសន្តាគារនិងទេសចរ Paul de Bruyne ពីក្រសួងទេសចរជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សាលាព្រមទាំងលើកទឹកចិត្តនិងគាំទ្រចំពោះការបណ្ដុះបណ្ដាលនិងការបន្តកិច្ចសហការរបស់សាលាជាមួយនឹងក្រសួងទេសចរព្រមទាំងជំរុញឲ្យមានការបណ្ដុះបណ្ដាលសម្រាប់សិស្សនិស្សិតមកពីតំបន់អាស៊ាន